ចាបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញអំពីការធ្វើជ្រក់ល្ហុងញ៉ាំជាមួយនឹងនំប៉័ងក៏បានជាមួយនឹងសាច់គោអាំងក៏បានញ៉ាំជាមួយនឹងលតដែលខ្ញុំបានធ្វើការពីម្សិលមិញក៏បានចាដំបូងឡើយគឺខ្ញុំមានល្ហុង1គីឡូកន្លះក្រប2មើលបងប្អូនហើយបន្ទាប់មកគឺយើងច្បាច់ជាមួយអំបិលចាច្បាច់អំបិលឲ្យវាសព្វសាច់អស់បងប្អូនចាដាក់អំបិលមកល្មមបងប្អូនចាច្បាច់តវាទន់ដូចក្នុងវីដេអូហ្នឹងណាចាច្បាច់តទន់អញ្ចឹងហើយចាបន្ទាប់មកខ្ញុំច្បាច់វាឲ្យសព្វហើយខ្ញុំយកវាទៅលាងជាមួយនឹងទឹកណាបងប្អូនចាខ្ញុំលាងជាមួយនឹងទឹកចាលាងជាមួយទឹកឲ្យចាស់4 5ទឹកអញ្ចឹងយកបងប្អូនកុំឲ្យវាច្រាស់ជាមួយអំបិលដែលយើងបានច្បាច់ហ្នឹងកុំឲ្យវាប្រៃចាយើងចង់ហ្នឹងយើងអាចយកមត្រស័យយកមកភ្លក់មើលតើវាប្រៃនៅឬមួយក៏សាបនៅអញ្ចឹងណាចាហើយបន្ទាប់មកខ្ញុំដាក់សម្រស់វាឲ្យស្រស់ទឹកខ្ញុំដាក់ជាមួយនឹងតកកចាដាក់ជាមួយតកកតាមតកកជាមួយ1ម៉ោងបន្ទាប់មកខ្ញុំមកធ្វើជាមួយទឹកត្រីចាទឹកត្រីមានដូចជាខ្ទឹមសខ្ទឹមក្រហមទឹកត្រីស្ករសទឹកខ្មេះចាហើយនឹងអំបិលបន្តិចប៊ីចេងបន្តិចបន្ទាប់មកខ្ញុំដាក់ជាមួយទឹកត្រីចាទឹកត្រី1ចានអំបិលបន្តិចប៊ីចេងបន្តិចស្ករសចំនួននឹង2កូនចានណាចាទឹកត្រី1ចានស្ករស2កូនចានក្នុងនោះដោយសារខ្ញុំដាក់1ចានកន្លះវាភ្លក់ទៅវារៀងស្ទើអញ្ចឹងខ្ញុំដាក់កន្លះចានទៀតទាំងអស់2ចានចង្កឹះបន្ទាប់មកដាក់ទឹកខ្មេះចំនួន1ចានចង្កឹះដែរចាកូរវាឲ្យសព្វឲ្យវារលាយស្ករគ្រឿងនឹងអស់អញ្ចឹងទៅយើងដាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមចាកូរឲ្យសព្វអញ្ចឹងទៅបានខ្ញុំយកវាទៅចាក់នៅក្នុងល្ហុងដែលខ្ញុំបានស្រង់ដាក់ឲ្យវាស្រស់ទឹកពេលដែលយើងត្រាំជាមួយទឹកកកឲ្យវាស្រួយបងប្អូនចាហើយបន្ទាប់មកខ្ញុំចាក់ចូលទៅហើយច្បាច់វាចូលគ្នាទៅប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនដែលតាមបានវីដេអូនេះខ្ញុំ